ចង់ធ្វើសង់ខ្យាល្ពៅហូបទិញល្ពៅបានសាច់ល្មួតចេះបងប្អូនបានហូបទៅឆ្ងាញ់ហើយដោយសារម្សិលមិញហ្នឹងចុះទៅភូមិទៅឃើញល្ពៅមួយប៉ុណ្ណាណែបងប្អូនហើយមួយហ្នឹងតែ3000ទេនេះមើលសាច់អើយធ្វើទៅដឹងតែស្អិតល្មួតឆ្ងាញ់មែនបងប្អូនហើយចំណេញក្របទៀតឆ្កឹះយកក្របហ្នឹងយកទៅដាក់ហាលទុកដាំពេលតិចទៀតហ្នឹងចិត្តខែភ្លៀងបងប្អូនអញ្ចឹងដាក់ដាំល្ពៅទៀតហើយនេះក្របបាន1កាណូហើយល្ពៅនេះមិនតូចទេណាធំមួយសំណំដែរពងទានេះខ្ញុំដាក់6គ្រាប់ហើយស្ករមួយកូនចានអំបិលបន្តិចហើយខ្ទិះដូងហ្នឹងគឺនាងខ្ញុំដាក់2កំប៉ុងតូចៗបងប្អូនដំបូងឡើយថាដាក់1កំប៉ុងឯងរួចទៅក៏ថែមទៀតហើយឲ្យតែធ្វើសង់ខ្យាល្ពៅទៅចាប់ផ្ដើមធ្វើគឺនឹកឃើញប្រដាប់វាយពងទាបងប្អូនមិនចេះបានទិញហ្មងចេះតែភ្លេចហ្មងអត់យល់ហ្មងមិនដឹងថាយ៉ាងម៉េចឲ្យទៅសាររុននឹកអត់ឃើញតែត្រូវទិញអីទេតែដល់ពេលវគ្គដល់ធ្វើអត់មានរបស់គ្រប់គ្រាន់នឹងធ្វើកន្លែងនេះគឺនាងខ្ញុំចាក់រួចហើយប៉ុន្តែស្ទើរក៏ដាក់ខ្ទិះដូង1កំប៉ុងតូចទៀតទៅនៅតែអត់ពេញទៀតបងប្អូនហើយព្រោះដោយសារល្ពៅនេះធំពេកហើយនេះរួចរាល់ហើយគឺយកទៅដាក់ចំហុយហើយបងប្អូនដោយសារយូរហ្នឹងគឺនេះខ្ញុំដុតអស់ដល់ពេលអញ្ចឹងទៅពេលខ្លះភ្លើងរលត់បងប្អូនភ្លេចមើលអញ្ចឹងហើយបានឡើង3 4ម៉ោងបើការចំហុយលើកមុនដូចជាខ្ទង់2ម៉ោងជាងទេឆ្អិនហើយនេះចូលចង់4ម៉ោងបងប្អូនឥឡូវឆ្អិនហើយបងប្អូនអើយនិយាយពីថាសាច់ល្ពៅផ្អែមឡើងឆ្អឹកអត់និយាយលេងទេបងប្អូនល្មុតហើយបូកជាមួយនឹងសង់ខ្យាយើងនេះក៏ផ្អែមសំណំដែរហ្នឹងចាឥឡូវវីដេអូនេះខ្ញុំក៏ដល់ទីបញ្ចប់ដែរអរគុណ